មកពីបណ្ដាគ្រប់ស្រុកผมដឹងស្រុកណាខ្លះទេអាត្មាដឹងតែមកពីគ្រប់ស្រុកពីខេត្តប្រទេសមានជ័យអូស្ម៉ៃដល់មានជ័យយ៉ាងហើយក៏គ្រប់រូបទាំងអស់ក្នុងឱកាសថ្ងៃនេះព្រះសង្ឃនិងឯកឧត្តមអភិបាលខេត្តនិងអភិបាលក្រុងអភិបាលស្រុកចៅសង្កាត់គ្រប់រូបទាំងអស់នៅក្នុងខេត្តសៀមរាបនេះព្រះសង្ឃក៏គ្រប់វត្តទាំងអស់បើយើងពោលឲ្យពឹស្ដាថាទូទាំងបរិជាអាណាចក្រកម្ពុជាបងបានទទួលសេចក្តីទុក្ខពុកក្នុងចិត្តក្នុងប្រទេសគ្រប់គ្នាទាំងអស់ដោយសារមានសត្រូវឈ្លានពានគឺសៀមដែលចូលមករុករៀនគង្គានយកទឹកដីរបស់ព្រះយើងហ្នឹងហើយក៏យកញាតិគ្រប់គ្នាទាំងអស់ដែលមានភូមិនៅចេះព្រំប្រទល់ហ្នឹងมันអាចត្រឹមត្រូវនៅបានព្រោះគេចចេញពីក្របរំសេវនិងក្របបែករបស់សត្រូវទុកអ្វីមិនស្មើនឹងទុករើរុះស្រកទេដោយសង្គ្រាមនឹងទេញោមញាតិដែលពីមកនេះគឺមានតែខ្លួនហើយនឹងមកពង្វេចប៉ុណ្ណឹងទេស្បៀងមហូបអាហារអីអត់មានមកទេព្រោះអាស្រ័យហេតុនេះព្រះសង្ឃនិងបរិស័ទទាំងអស់ដែលមិនទាន់បានទទួលគ្រោះថ្នាក់ពីស្រុកពីសង្គ្រាមក៏ពិតមែនប៉ុន្តែមានទឹកចិត្តកើតទុកដឹកផ្ដួលនៅក្នុងប្រទេសក្នុងទឹកចិត្តគ្រប់គ្នាទាំងព្រះសង្ឃទាំងឯកឧត្តមអភិបាលខេត្តទាំងអស់ដែលជាខ្មែរហ្នឹងផងព្រួយបារម្ភចំពោះការអាចញោមញាតិដែលបានពិសិដ្ឋមកហ្នឹងផងអាស្រ័យនេះបានជាអាត្មាភាពក៏អំពាវនាវដល់ញោមញាតិបរិស័ទទាំងអស់ដែលនៅក្នុងបរិជាណាចក្រកម្ពុជានឹងជាពិសេសគឺឯកឧត្តមអភិបាលខេត្តនិងមន្ត្រីរាជការទាំងអស់នៅក្នុងខេត្តនេះបានស្រស់ស្រួលមូលមតិគ្នាក៏ជាឯកច្ឆន្ទចូលរួមសេចក្តីទុក្ខជាមួយនឹងញោមញាតិគ្រប់គ្នាទាំងអស់ដែលជាញាតិសន្តានរបស់ព្រះយើងហ្នឹងពលនេះជាកម្មវិធីមួយដែលយើងទាំងអស់គ្នានឹងបានប្រព្រឹត្តទៅតាមព្រះបរមពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់ទូលមានព្រានបដៅឲ្យយើងទាំងអស់គ្នានេះសង្គ្រោះញាតិក៏សង្គ្រោះញាតិរបស់ព្រះយើងហ្នឹងដែលកំពុងជួបប្រទះព្រនឹងមហន្តរាយយ៉ាងធំបងតែបើញោមញាតិមិនកិច្ចប្រាស់មកទេក៏ខ្លាចវាប៉ះពាល់ដល់អាយុជីវិតនេះទៀតបានជាលះបង់ភូមិកស្រុកទេមកកាន់ទីសុខសន្តិភាពហ្នឹងបងនេះសូមញោមញាតិជ្រាបហើយតែញោមញាតិមកនេះគឺមានការខ្វះខាតផងសំខាន់បំផុតគឺម្ហូបអាហារស្បៀងម្ហូបអាហារហ្នឹងឯងបានជាព្រះសង្ឃទាំងអស់និងឯកឧត្តមអភិបាលខេត្តទាំងអស់ប្រជាពលរដ្ឋទាំងអស់ហ្នឹងក៏ចូលរួមពោលទុករបស់ញោមញាតិទាំងអស់ផងបាននាំយកនៅទីវត្ថុក៏មានអង្គមានស្បៀងក៏មិនជាគ្រប់គ្រាន់ទេបើសិនណាជាពេលវេលានេះវាអូសវែងឡាយទៅខ្វះខាតអីផងហ្នឹងបាទចាំគិតតទៀតបាទឡើយជួយដោះស្រាយបណ្ដោះអាសន្នសិននិងសូមឲ្យញោមញាតិជ្រាបផងតែម្យ៉ាងទៀតដែលញោមញាតិពីមកនេះមិនមកតែក្មេងៗដែលមានកម្លាំងពលលៀងទេសូម្បីចាស់ព្រឹទ្ធាចារ្យឪពុកម្ដាយដែលគាត់ចាស់ជរាហើយនឹងក៏ត្រូវនាំមកដែរមានការលំបាកយ៉ាងធំបំផុតផង
ហើយនឹងស្ត្រីខ្លះមានទំងន់ខ្លះក៏មានកូនខ្ចីទីគេសតតែរឿងដែលលំបាកជាទីបំផុតតែយើងទាំងអស់គ្នាឆ្វេងយល់ឃើញសេចក្តីទុក្ខរបស់ញោមញាតិគ្រប់គ្នាទាំងអស់ហ្នឹងបងបើស្រីនេះសូមឲ្យញោមញាតិទាំងឡាយគ្រប់គ្នានឹងបើធ្វើទឹកចិត្តបើអំណរត្រេកអរនឹងទីវត្ថុក៏ដែលបាននាំមកជូនដោះស្រាយក្នុងជីវភាពដែលបានចេញចាក់ភូមិភាសាមកកាន់ដល់ខេត្តសៀមរាបក្រុងហ្នឹងបងសូមញោមញាតិទទួលយកអំណោយនឹងដោយទឹកចិត្តរីករាយទោះបីជាតែច្រើនមិនសមឲ្យញោមញាតិរីករាយនឹងអំណោយទាំងអស់អំណោយនឹងមិនមែនផងអាត្មាទេណាញោមញាតិអាត្មាគ្រាន់តែជាអ្នកនាំទេទឹកចិត្តរបស់សពបរោះពោទូទាំងប្រទេសនេះគេចូលរួមមកហើយនាំមកចែកម្លែកជូនញោមញាតិសូមឲ្យញោមញាតិទទួលហើយយកទៅប្រើប្រាស់ទៅតាមតម្រូវការបើដែលញោមញាតិត្រូវការនឹងព្រោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៅសត្វទាំងឡាយទាំងពួងនឹងតាំងនៅបានរស់នៅបានព្រោះអាហារព្រោះសេចក្តីស្រេកឃ្លានជារោគដ៏ធំបំផុតព្រះសម្មាសម្ពុទ្ធសម្ដែងតែជីកិច្ឆាបរមារោគាសេចក្តីស្រេកឃ្លានជារោគយ៉ាងធំបំផុតតែញោមញាតិគិតពីមុនមកថាទេរោគល្បេងមហារីករោគអេដអីទេដែលកាចនឹងដែលធំតាមពិតទៅសេចក្តីស្រេកឃ្លាននេះរោគធំជាងរោគអេដរោគមហារីករោគល្បេងនេះទៀតផងនេះអាត្មាសូមជម្រាបចឹងញោមញាតិគិតមើលមកដែលយើងបរិភោគអាហាររាល់ថ្ងៃមកអាហារដូចជាថ្នាំដែលទៅកម្ចាត់សេចក្តីឃ្លានរោគឃ្លានហ្នឹងកើតឡើងញោមញាតិបរិភោគអាហារទៅធ្វើឲ្យរោគឃ្លាននោះបានធូរស្រាលទៅប៉ុន្តែអត់បានយូរទេតែ 4-5 ម៉ោងអស់អាហាររើទៀតហើយนั่นអារោគឃ្លានវារើទៀតបរិភោគទៀតទៅបង្ក្រាបសង្កត់ទៅទៀតស្ងប់បាន 4-5 ម៉ោងរើទៀតបងនេះបានមកហូបអាហារទុកដូចជាថ្នាំព្យាបាលរោគឃ្លានតែអត់ជាទេគាត់ទប់បងបាន 4-5 ម៉ោងវារើទៀតហើយនេះជារោគធំបំផុតសម្រាប់មនុស្សសូមឲ្យញោមញាតិជ្រាបចឹងបងបើអញ្ចឹងសូមញោមញាតិទទួលយកទៅប្រើប្រាស់បងតាមសម្រាប់ការរបស់ញោមញាតិគ្រប់គ្នាទាំងអស់គ្នាបងសូមជូនពរសព្វសាធុការដល់ញោមញាតិគ្រប់គ្នាទាំងអស់មករស់នៅបងក្នុងវត្តគោកចោនៅក្នុងខេត្តសៀមរាបនេះសូមឲ្យរស់នៅដោយសុខស្រួលត្រឹមកាលណាសន្តិភាពយើងអាចត្រឡប់ទៅវិញហើយមករស់នៅគ្នាច្រើននេះញោមញាតិជាការអាចមានប៉ះទង្គិចគ្នាដោយផ្លូវចិត្តណាមួយទៅលើគ្នាសូមញោមញាតិមានអធិស្ឋានដល់គ្នានឹងគ្នាសបានេះញោមញាតិកុំឲ្យមកហើយនោះធ្វើអ្វីប៉ះទង្គិចឆ្លោះប្រកែកគ្នាពេញទៅវត្តនឹងអត់ល្អទេញោមញាតិមានទុកឯណោះហើយមកបង្កើតទុកនឹងទៀតបើចេះសូមអធិស្ឋានអធិយោគមានសេចក្តីយល់យោគគ្នាណាញោមណាបងអាត្មាសូមបកកកុំឲ្យទើសទេគ្នាទៀតណាឲ្យថែរក្សាគ្នាបើយើងជាជនដែលមានគ្រោះថ្នាក់ដូចគ្នាពីសង្គ្រាមដូចគ្នាអស់បងអញ្ចឹងសូមជូនពរសព្វសាធុការដល់ញោមញាតិគ្រប់គ្នាអស់សូមបានប្រកបដោយពុទ្ធពរគុណបកាអាយុវណ្ណៈសុខៈពលៈកំអីភ្លៀងឃ្លាតឡើយបង